សូមអរលោកអ្នកគ្រូទាំងអស់គ្នាបានបើកទឹកព្រះគម្ពីរទំនុកដំណើរចាសសូមអរគុណអ្នកគ្រូទាំងអស់គ្នាបានបើកទឹកព្រះគម្ពីរទំនុកដំណើរចំពោះ28យើងនឹងអានពីខ1ដល់ខ9តែខ្ញុំអាចជួយឲ្យឆ្លើយឆ្លងខ្ញុំអានមួយខហើយលោកបងប្អូនអានមួយខនៅទំព័រ738ឃើញហើយណាចាស់ខ្ញុំអានជួយព្រះគម្ពីរទំនុកដំណើរចំពោះ28ខ1ហើយពេលខ្ញុំអានសូមតងអំពីរបស់បងហើយផ្នែកបានទូសង្គមអើយសូមចេញពីចំពោះទូសង្គមឡើយហើយព្រមនឹងស្នេហ៍ទូសង្គមមិនក្រែងទូសង្គមបានដូចជាអស់អ្នកដែលចង់ទូសង្គមបានជាអ្នកដែលពោលពាក្យដល់មិត្តត្រីអ្នកជិតខាងតែមានគំនិតកាយអាក្រក់នៅក្នុងចិត្តដូចនោះឡើយសូមសូមគេថាគេធ្វើហើយថាស្ដីអាក្រក់នៃអំពើដែលគេធ្វើសូមសូមគេតាំងស្នាដៃរបស់គេហើយតបឲ្យសំណងនឹងគោលរបស់គេបាត់តែយកចិត្តទុកដាក់នឹងការដែលព្រះយេហូវ៉ាឬនឹងស្នាដៃនៃព្រះអង្គយករកបានលើសម្ដីដែលគោលរបស់ព្រះយេហូវ៉ាទ្រង់ជាកម្លាំងហើយជាខែនៃខ្ញុំចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ហើយបានសេចក្តីជំនួយនោះចិត្តខ្ញុំមានសេចក្តីរីករាយជាខ្លាំងខ្ញុំនឹងសរសើរដល់ទ្រង់ដោយបទចម្រៀងរបស់ខ្ញុំព្រះយេហូវ៉ាទ្រង់ជាកម្លាំងហើយជាមានបំរួលបានជួយសង្គ្រោះដល់ពួកអ្នកដែលរងការចាក់ត្រីបានហើយសូមអានជាមួយគ្នាសូមទ្រង់ជួយសង្គ្រោះរបស់ទ្រង់ហើយប្រទានពរដល់របស់នៃទ្រង់សូមធ្វើជាអ្នកគង់វេនដល់គេព្រមទាំងបីប្រភេទជាដំណាក់ទៅចាអរគុណព្រះអង្គសូមបានសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំព្រះយេស៊ូវជាព្រះនៃខ្ញុំព្រះអង្គចាស់ហើយព្រះអង្គគុំព្រះអង្គសម្រាប់ការរស់នៅជីវិតមួយចោះដល់អង្ហារដែលព្រះអង្គបានប្រទានពរឲ្យកូនទាំងអស់គ្នាបានមានជីវិតរស់នៅប្រកបដោយព្រះគុណទ្រង់ជាអ្នកដឹកនាំព្រះអង្គចាស់ហើយសូមអរគុណសម្រាប់យើងខ្ញុំពីថ្ងៃទៅថ្ងៃដោយគំនិតពាក្យសម្ដីការបង្កប់ព្រះハទៅដល់ទ្រង់សូមព្រះអង្គបានអរគុណឲ្យយើងខ្ញុំហើយយើងខ្ញុំបញ្ជាក់អរគុណឲ្យគ្នាទៅវិញទៅមកដូចជាព្រះអង្គបានអរគុណឲ្យយើងខ្ញុំដែរនៅថ្ងៃនេះលោកអរគុណព្រះអង្គចាស់ដែលកូនស្រីរបស់ព្រះទ្រង់ចូលមកចំពោះទ្រង់ជ្រាបភាសាបំណាំជាមួយគ្នានឹងរៀនព្រះបន្ទូលជាមួយគ្នាផងដែរសូមព្រះអង្គអង្គនេះជាមួយយើងខ្ញុំទាំងអស់គ្នានឹងមិនដេញអស់ទាំងវិញ្ញាណអាក្រក់នៅពេលដែលយើងខ្ញុំរៀនជាមួយគ្នាសូមឲ្យយើងខ្ញុំរៀនតាមបំណងព្រះハទ្រង់ជាអ្នកដឹកនាំផងដែរគុណអង្គទ្រង់មកក្នុងឋានសូមឲ្យថ្វាយបងប្អូនកូនជំរាបព្រះគុណព្រះនាមព្រះអង្គម្ចាស់ដែលមានគ្រប់អំណាចជាសាគឺព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនចាអរគុណព្រះអង្គនៅមេរៀននៅថ្ងៃនេះនៅព្រះគម្ពីរទំនុកដំណើរចំពោះ28ខ1ដល់ខ9ខ្ញុំនឹងដាក់ចំណងចេញថាព្រះអង្គម្ចាស់ទ្រង់ជាជំនួយដល់យើងចានៅក្នុងមេរៀននេះខ្ញុំនឹងចែកចេញជា3នៅចំណុចនៅចំពោះនៅខ7និង8និង9ចំណុចទី1ខ្ញុំនឹងដាក់ថាទ្រង់ជាកម្លាំងចាព្រះយេហូវ៉ាទ្រង់ជាកម្លាំងដល់យើងបើសិនជាថ្ងៃនេះយើងអត់មានកម្លាំងតែយើងអាចមកបានទេអត់ទេបើសិនជាយើងអត់មានអ្វីដែលយើងគិតថាព្រះអង្គនៅក្នុងចិត្តរបស់យើងអត់មានឆន្ទៈក្នុងការដែលយើងមុតបំពេញការងារព្រះអង្គទេប៉ុន្តែនៅថ្ងៃនេះយើងបានស្គាល់ច្បាស់អំពីជីវិតរបស់យើងកូនរបស់ព្រះព្រះអង្គថាឯងទៅយើងជាអ្នកឲ្យកម្លាំងដល់ឯងទេមានអត់ចាអរគុណព្រះអង្គហើយឲ្យយើងមានកម្លាំងហើយព្រមទាំងឲ្យយើងមានសេចក្តីសង្ឃឹមនៅក្នុងជីវិតរបស់យើងផងដែរបើសិនជាយើងអត់មានសង្ឃឹមតែយើងនឹងរស់នៅយ៉ាងម៉េចបើសិនជាយើងអត់មានសង្ឃឹមយើងប្រៀបដូចជាមនុស្សដែលអត់មានជំនួយប៉ុន្តែយើងនឹកថាព្រះអង្គជាព្រះដែលមានជំនួយសម្រាប់យើង ព្រះអង្គប្រៀបដូចជាឪពុករបស់យើងបង្កើត
ចារាល់បញ្ហាការបៀតបៀនឈឺស្កាត់ជាចាដែលកើតក្នុងជីវិតយើងពេលខ្លះខ្ញុំក៏អាចនឹងធ្លាក់ទឹកចិត្តដែរប៉ុន្តែយើងបានសម្លឹងទៅលើសម្បូរអង្គព្រះយេស៊ូវព្រះអង្គជាឪពុកហើយព្រះអង្គជាជំនួយដ៏ធំសម្រាប់យើងក្នុងជីវិតរបស់យើងហើយបើសិនជាយើងមានព្រះអង្គហើយតើសេចក្តីយើងយ៉ាងម៉េចយើងមានចិត្តអំណររីករាយនៅក្នុងជីវិតរបស់យើងពីព្រោះយើងអត់ស្គាល់អ្វីទេរាល់បញ្ហាយើងតែទូលថាព្រះអង្គតែយើងតម្រូវឲ្យបញ្ហាមកជាសង្កត់លើជីវិតយើងឬក៏យើងចង់តាមចិត្តយើងអត់ទេព្រះអង្គជាព្រះដែលជួយដោះស្រាយរាល់បញ្ហានៅក្នុងជីវិតរបស់យើងហើយព្រះអង្គជាកម្លាំងមួយដែលជំរុញទឹកចិត្តក្នុងការដែលយើងបានជួបជុំគ្នានៅទីនេះជាកម្លាំងមួយដែលឲ្យយើងបម្រើតនកិច្ចព្រះអង្គទៅគ្រប់ទីកន្លែងខ្ញុំពិតជាមានអំណរជាខ្លាំងរាល់ពេលមានប៉ុនតែព្រះអង្គខ្ញុំបានឃើញគ្រូទាំងអស់គ្នានៅតែចំណាយពេលការលះបង់ចូលរួមជាមួយគ្នានេះជាកម្លាំងមួយដែលមកពីព្រះអង្គជាព្រះដែលឲ្យកម្លាំងដល់យើងចា៎ហើយយើងគិតថាបើពេលដែលខ្ញុំចេញទៅខ្ញុំដឹងថាព្រះអង្គនឹងនៅជាមួយខ្ញុំព្រោះពេលដែលខ្ញុំចេញទៅព្រះអង្គជាខែចា៎ព្រះអង្គជាខែនៅចំណុចទី2ខ្ញុំដាក់ថាព្រះអង្គជាខែចា៎ខ្ញុំចេញទៅព្រះអង្គជាខែនៃការពារខ្ញុំរាល់ពេលដែលខ្ញុំចេញទៅព្រះអង្គនឹងទៅជាមួយខ្ញុំព្រះអង្គនឹងទូលបីខ្ញុំគ្រប់កលៈទេសៈណាក៏ដោយក៏ព្រះអង្គនៅតែទ្រង់ថែរក្សាការពាររបស់ខ្ញុំណាដែលខ្ញុំចេញទៅខ្ញុំដឹងថាយើងជាមនុស្សម្នាក់ៗដែលយើងកំពុងតែរស់នៅលើខែដីនេះយើងជាមនុស្សដែលមាននិស្ស័យសាច់ឈាមយើងតែងតែមានបញ្ហាចាការភ័យទឹកចិត្តមានបញ្ហាជាច្រើននៅក្នុងក្រុមគ្រួសារនៅក្នុងជីវិតការរស់នៅជុំវិញជាមួយនឹងអ្នកដែលស្គាល់ព្រះអង្គយើងតែងតែជួបនឹងប៉ះទង្គិចផ្លូវអារម្មណ៍របស់យើងប៉ុន្តែយើងមានគោលរបស់ព្រះអង្គតែយើងប្រាក់អកប្បកិរិយាយ៉ាងម៉េចទៅកាន់អ្នកដែលគេអស្ចារ្យព្រះអង្គគឺដោយចិត្តសុភាពចានឹងអត់ធ្មត់រាល់បញ្ហានឹងឲ្យយើងអធិដ្ឋានទៅកាន់ព្រះអង្គពេលខ្លះធ្វើឲ្យកម្លាំងយើងចុះខ្សោយយើងអត់ចង់ដើរទៅមុខពេលខ្លះក៏យើងអត់ចង់ទៅព្រះវិហារពេលខ្លះក៏យើងអត់ចង់ជួបបងប្អូនយើងពេលដែលកម្លាំងចុះខ្សោយនៅពេលបញ្ហាចូលមកក្នុងជីវិតរបស់យើងតែខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាសូមគិតថាយើងមានព្រះអង្គជាព្រះដ៏ជំនួយសម្រាប់យើងរាល់ពេលដែលយើងចេញទៅព្រះអង្គនឹងទៅជាមួយយើងហើយយើងចេញទៅដោយមានសង្ឃឹមទៅមកពីព្រះអង្គចា៎យើងនឹងចេញទៅដោយមានសង្ឃឹមនិងមានជំនឿហើយយើងនឹងសរសើរព្រះនៅបទចម្រៀងផង